លីចាន់ដារ៉ាបុតភួនការរស្មីថនរដ្ឋាឡងកុនធានិងយំលៀងហ៊ីបានធ្វើអ្វីខ្លះ 1. បញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីខ្លាំងៗនៅតំបន់អរ៉ែង 2. បញ្ឈប់ការនាំចេញខ្សាច់ខុសច្បាប់នៅកោះកុង 3. បង្កើតយុទ្ធនាការសង្គ្រោះកោះកុងក្រៅ 4. អប់រំពលរដ្ឋជាពិសេសយុវជនឲ្យក្លាហានចូលរួមការពារធនធានធម្មជាតិ ជាទណ្ឌកម្មពួកគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី6ទៅ8ឆ្នាំ ដរាបណាតុលាការមិនដោះលែងពួកគេនោះការផ្គត់ផ្គង់សុខុមាលភាពរបស់សកម្មជនទាំង5ជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារ បងប្អូនត្រូវជួយគាំទ្រដល់សកម្មជនទាំង5តាមទឹកចិត្តនិងសេចក្តីសប្បុរសព្រោះវាសំខាន់ណាស់ក្នុងការជួយទ្រទ្រង់ដង្ហើមប្រជាធិបតេយ្យខ្មែរយើងនឹងបញ្ជាក់អំពីរបៀបជួយនៅក្នុងប្រអប់ comment